អនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទជាទីគ្រប់រអត់ថ្ងៃនេះក៏ខ្ញុំបានមកជួបអ្នកមីងដែលគាត់នៅខាងខេត្តកំពង់ចាមបាទហើយយើងបានមកជួបគាត់មុនមួយសាហើយគឺមានន័យថាជីវភាពរបស់គាត់លំបាកហើយគាត់រស់នៅតែឯងទេបាទហើយគាត់អត់មានកូនអត់មានចៅទេអាស្រ័យលើបងប្អូនមានមិត្តនឹងចេះតែឲ្យអង្គមកកំប៉ុងពីកំប៉ុងទៅហើយគាត់សប្ថ្ងៃដើរកាប់អស់ផងដើរស៊ីឈ្នួលលាងចានដើរមើលកូនឲ្យគេទៅបាទហើយថ្ងៃនេះយើងរៀបចំជាស្បៀងអាហារនេះមួយឈុតនេះជូនទៅដល់អ្នកមីងផងដែរហើយយើងធ្វើកម្រងគឺ11គ្រួសារបាទ11គ្រួសារអញ្ចឹងនេះជាគ្រួសារទី1ដំបូងគេបង្អស់ផងដែរបាទហើយក្នុងនេះក៏យើងមានការចូលរួមពីបងប្អូនយើងដែលបានចូលរួមតាមរយៈខ្ញុំដើម្បីចាត់ចែងការគ្រួសារបាទទី1គឺសូមអរគុណដល់បងស្រីវ៉ាសុផលបងរឿនសវងបងបាទលុចបាទលូឈិញឈិញបាទអ្នកមីងមហោហុងបងលីណាបងស្រីអូនសុកម្ចាស់ហាងអាមួយពីយូទីសាឡនអ្នកម៉ាក់សោមសេរីបងលីលីតាំងបងម៉ាលីនបងអែនណាសុកបងសវណ្ណតិតបងសវងតិតបងបាទធីរីបងស៊ូម៉ាលីអ្នកមីងអ៊ុំយឿនបងបាទគ្រីស្តុនផូរេចបងបាទភឿនយិនបាទគឺបងភឿនយិននិងបងបាទរ៉ាត់អូនបងតារារតច័ន្ទបាទប្អូនស្រីបាទនិនលឹមបងប្រុសហៀស៊ីប៉ាវអ្នកមីងបាទសុធីស៊ីនអ្នកមីងបាទលីវីនីក្នុងការដែលចូលរួមជួយទាំង11គ្រួសារឥឡូវនេះជាគ្រួសារទី1អ្នកមីងសប្បាយចិត្តអត់បាទសប្បាយចិត្តបាទយើងចាត់ចែងនេះបាទមានដូចជាក៏មានទឹកត្រីអីចឹងទៅរួមនឹងថវិកាបាទមួយគ្រួសារគឺ50000ផងដែរបាទជូនដល់អ្នកមីងមានអីជូនពរបងប្អូនទាំងអស់គ្នាដែលបានចូលរួមជួយដល់អ្នកមីងអ្នកគ្រូលោកគ្រូបានផ្ដល់របស់នឹងមកឲ្យខ្ញុំឥឡូវខ្ញុំសូមជូនពរឲ្យបានក្តីសុខដីចម្រើនទៅតាមផ្លូវអូហែនៅបានក្តីសុខឲ្យបានដល់អ្នកដែលផ្ដល់មកនោះបានដូចដីថ្នាបាទអរគុណច្រើនជូនមកឲ្យអ្នកមីងជូនពរបងប្អូនទាំងអស់បាទមុនចូលឆ្នាំខ្មែរឲ្យមានពេញដោយសុខភាពល្អហើយឲ្យមានពេញដោយប្រាជ្ញាហើយជាពិសេសសូមឲ្យដំណើរទៅណាមកណាឲ្យមានសុវត្ថិភាពហើយសូមឲ្យព្រះអង្គបានគង់ការពារនិងថែរក្សាផងដែរគណៈពេលនេះខ្ញុំអត្រារួមជាមួយអ្នកមីងសូមអរគុណមកសូមជម្រាបលា